ច្រត់ផស្ដាហាតេលៈគឺព្រេងដែលត្រូវមកបំពេញតួនាទីជាអ្នកអភិរក្សរក្សាមនុស្សលោកនៅក្នុងចម្ពោះទ្វីបបដូវវេនអំពីទេពធីតាទី7បុត្រីនៃកបិលមហាព្រហ្មព្រះនាមមហោទរេទេវីនាពេលនេះទេពធីតាឆ្នាំថ្មីបុត្រីទី2នៃកបិលមហាព្រហ្មព្រះនាមកោរកៈទេវីបានលើកនៅប្រស័យស័ករបស់កបិលមហាព្រហ្មជាព្រះវររាជបិតាដង្ហែប្រទក្សិណនំព្រះសុនេរុមួយជុំដឹកនាំពពួកទេវបុត្រទេពធីតាទេពអប្សរមួយសែនកោដចក្រវាលដង្ហែប្រស័យស័កព្រះបិតាជុំវិញភ្នំព្រះសុនេរុប្រមាណជា60នាទីព្រះនាងកោរកៈទេវីជាបុត្រីទី2នៃកបិលមហាព្រហ្មដែលមានព្រះកាយឆោមលំពណ៌ដ៏ល្អឯកដែលមាននទីដើម្បីមកផ្លាស់ប្ដូរវេនអភិរក្សរក្សាមនុស្សលោកនាចម្ពោះទ្វីបនាសង្ក្រាន្តឆ្នាំថ្មីឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2568គ្រិស្តសករាជ2025បន្ទាប់អំពីដង្ហែប្រស័យស័កកបិលមហាព្រហ្មជាព្រះបិតាជុំវិញភ្នំព្រះសុនេរុហើយព្រះនាងកោរកៈទេវីយាងព្រះសិរសារបស់ព្រះបិតាទៅតម្កល់នៅលើភបតីសាលានាភ្នំកៃឡាស់លើកំពូលភ្នំព្រះសុនេរុខណៈពេលនេះព្រះនាងមហោទរេទេវីបុត្រីទី7នៃកបិលមហាព្រហ្មបានទេតំណែងប្រគល់តួនាទីជាអ្នកអភិរក្សរក្សាមនុស្សលោកក្នុងចម្ពោះទ្វីបថ្វាយចំពោះព្រះនាងកោរកៈទេវីបុត្រីទី2ដែលជាបុត្រីច្បងដូច្នេះឥឡូវនេះគឺពិធីផ្លាស់ប្ដូរវេនទេពធីតាក៏ចាប់ផ្ដើមព្រះរាជគ្រូឥឡូវនេះគឺពិធីផ្លាស់ប្ដូរវេនបាទព្រះនាងមហោទរេទេវីបុត្រីទី7បានប្រគល់ភារកិច្ចតួនាទីចំពោះព្រះនាងកោរកៈទេវីបុត្រីទី2ដើម្បីបំពេញកាតព្វកិច្ចតួនាទីជាអ្នករក្សាមនុស្សលោកនៅលើចម្ពោះទ្វីបការផ្លាស់ប្ដូរវេនរបស់ទេពធីតាទាំងឡាយដែលដឹកនាំដោយបរិវារទាំងមេសានកោដចក្រវាលនេះដែលត្រូវផ្លាស់ប្ដូរវេនទៅតាមទំនៀមទម្លាប់នៃមហាសង្ក្រាន្តរបស់ខ្មែរយើងដូច្នេះការសម្ដែងនៅការផ្លាស់ប្ដូរវេនរបស់ទេពធីតាដែលត្រូវរក្សាមនុស្សលោកក្នុងសង្ក្រាន្តឆ្នាំថ្មីត្រូវបានបញ្ចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណយ៉ាងក្រៃលែងបំផុតចំពោះអស់លោកលោកស្រីលោកយាយលោកតាលោកអ៊ំលោកមីងលោកមៀបងប្អូនទាំងអស់ទស្សនិកជនជាតិនិងអន្តរជាតិដែលបានអញ្ជើញមកទស្សនានៅការសម្ដែងរបស់យើងខ្ញុំនេះសូមជម្រាបជូនសមាជិកភាពនៃការសម្ដែងទេពធីតាដែលសម្ដែងតួជាព្រះនាងកោរកៈទេវីសម្ដែងដោយរសនាសូធីសម្ដែងតួនាទីជាបុត្រីទី1ព្រះនាងតុងសាទេវីសម្ដែងដោយលោកស្រីវណ្ណាបងស្រីវណ្ណាអានសម្ដែងបុត្រីទី3ព្រះនាងរាក្យទេវីសម្ដែងដោយ
សុភាលីមសំដៅ